មនុស្សរស់នៅជាមួយខ្មោចខ្មោចរស់នៅជាមួយមនុស្សបងប្អូនរាប់សិបគ្រួសាររស់នៅជាមួយខ្មោចគ្រប់ផ្ទះបើបងប្អូនវិញហ៊ានដូចគាត់ទេខ្ញុំសួរតិចស្រុកហ្នឹងមិនបានឃើញមានអីគេភ្នូនក្នុងផ្ទះគ្រប់ផ្ទះខ្ញុំចុះកន្លែងហ្នឹងកន្លែងធ្នូខ្មោចពីដើមមកឡើងធ្នូយកខ្មោចយកចេញអស់ទៅយើងមិននៅហ្នឹងគាត់ឃើញដូចផ្ទះនោះភ្នូនហ្នឹងតាហ្នឹងហើយនេះក៏ធ្នូដែរនេះចាហ្នឹងហើយហើយយើងនៅលើភ្នូចឹងទៅគេចាស់គេយកអស់ទៅយើងអូអានេះមិនមែនភ្នូអ្នកមានគុណយើងណាឯភ្នូគេអ្នកមុនណាណូតែគេអ្នកមុនទេយើងអ្នកក្រោយនេះមកក៏នៅលើភ្នូទៅភ្នូតាមចាស់ទីអង្គុយនៅលើភ្នូដែរខ្ញុំអង្គុយលើភ្នូដែរយកចេញក៏ភ្នូដែរហ៎ចុះនោះវ៉ាន់ដាក់ក្នុងផ្ទះនោះថានេះសុបាយបាទបាយថាភ្នូមកច្រើនកបងតភ្នូកបងតភ្នូច្រើនណាចឹងនៅនេះភ្នូនេះភ្នូនេះភ្នូទាំងអស់រត់អស់ហើយនៅដល់ពេលយើងនៅលើខ្មោចហើយនៅទាំងអស់នៅមិនមែនទិញណាចឹងដល់មានលេងខ្លាចខ្មោចដល់ហើយលេងខ្លាចហើយកាលខ្ញុំនៅក្មេងនៅមិនគ្របខ្លាចទៅចឹងប៉ុន្តែក្មេងថ្ងៃនេះគឺពួកខ្ញុំបានមកថតកុននេះដែរពុកម៉ែបងប្អូនរឿងដុំណារបស់ផលិតកម្ម LD ប៉ុន្តែគឺថាហាក់បីដូចជារឿងព្រឺខ្នងតិចហើយគឺតួគ្រប់គ្នាហាក់បីដូចជារឿងញញើតកោតខ្លាចបន្តិចដោយសារភូមិនេះគឺចម្លែកមែនតែនពុកម៉ែបងប្អូនយើងធ្លាប់ថតកុនរាល់ដងរឿងខ្មោចរឿងអីគឺគ្រាន់តែជាការសម្ដែងទេប៉ុន្តែភូមិនេះមួយគឺអត់មានសម្ដែងទេគឺមែនតែនតែម្ដងដូចផ្ទះនេះចឹងបងប្អូនឃើញហើយគឺថាភ្នូនៅក្នុងផ្ទះតែម្ដងហើយគាត់ដាក់ក្រេតនៅពីលើភ្នូហ្នឹងហើយភ្នូខាងផ្ទះមួយទៀតណាពុកម៉ែបងប្អូនខ្ញុំគ្រាន់តែមកដល់ភ្លាមគឺចាប់ផ្ដើមបោះសក់បដើហើយយើងថតយប់ទៀតនោះបងប្អូនហើយដូចនេះចឹងឃើញទេភ្នូនៅជាប់របងផ្ទះគាត់តែម្ដងឥឡូវក៏ដល់ដល់សាប់មើលទៅសភាពការបែបមិនស្រួលឥឡូវយើងរៀបចំហូបបាយហូបទឹកអីពីថ្ងៃភ្លឺហើយទៅព្រោះថាគេថាឲ្យតែថ្ងៃលិចអស់ភ្លឺហ្នឹងគឺចាប់ផ្ដើមថតហើយអញ្ចឹងគឺយើងធ្វើមិនហូបបាយបានឆ្អែតពេញពោះអញ្ចឹងទៅហើយខ្ញុំអរគុណដែរនេះដល់ក្រុមការងារនេះគាត់ឃើញខ្ញុំរៀងដូចរៀងផ្អើលគាត់បានកាន់ Gainsbird 2កំប៉ុងយកមកឲ្យខ្ញុំគាត់ថាខ្ញុំមិនជា fan របស់ Gainsbird ទេអញ្ចឹងគាត់ថាឲ្យដាក់បន្តិចទៅមកកំប៉ុង2កំប៉ុងនេះរៀងស្រឿងទៅកុំឲ្យខ្លាចអញ្ចឹងឲ្យវាក្លាហានអញ្ចឹងណាខ្ញុំនេះថា2កំប៉ុងមិនទាន់ដល់ចំនួនខ្ញុំទេតើ6កំប៉ុងហើយហ្នឹងមកយូរហើយអញ្ចឹងណាតែចាំយប់ចាំថែមទៀតឥឡូវនេះពេលថ្ងៃនៅរៀងថ្ងៃតិចដែរយើងដាក់ប៉ុណ្ណឹងសិនចាំយប់តិចទៀតចាំយើងដាក់ថែមបន្តទៀតដើម្បីថតទៅកុំឲ្យវាខ្លាចវាញើតអីចឹងណាព្រោះនេះ Gainsbird Snow វាមានជាតិអាល់កុលហ្នឹងតិចទេកុលវាមានតែត្រឹម 3.9 ទេពុកម៉ែបងប្អូនអញ្ចឹងទៅហើយណាមួយខ្ញុំលើផ្ទះគេនៅក្បែរហ្នឹងគេដឹកជូនចូលពេញឃ្លាំងដែរអញ្ចឹងអត់ភ័យអត់បារម្ភទេគេថាយប់ហ្នឹងអត់ភ័យទាំងខ្វល់ខ្លាចបាត់ឲ្យរត់ទិញអីចឹងឯណាឥឡូវនេះដល់ពេលវេលាដែលយើងត្រូវជួបជុំគ្នាថតដែរពុកម៉ែបងប្អូនតិចទៀតហ្នឹងគឺចាប់ផ្ដើមថតស៊ីមខ្មោចលងហើយបងប្អូនខ្ញុំឃើញទស្សនវិជ្ជានេះខ្ញុំសម័យកាលខ្ញុំនៅក្មេងៗណាឲ្យតែមានតារាមានអីគេថតកុនអញ្ចឹងមកឈោមពេញវាលពេញការនេះគេនេះអីឥឡូវដល់ពេលឃើញសកម្មភាពបងប្អូនកូនក្មួយគាត់មកឈោមមើលយើងវានឹកឃើញការយើងនៅពីក្មេងៗទូចមកឲ្យតែគេមានថតកំ pl ែងទៅក៏ថតកុនអីនឹងដាច់បាយដាច់ទឹកហើយទៅវិញម៉ែវាយក៏មានដែរហើយបងប្អូននឹងមានម៉ែវាយអត់ទេទៅវិញហ្នឹងហើយនឹងបានបាយទឹកហើយនៅតែនន់ពូអត់មានដែរបានហូបបាយទេតែទៅមើលគេមើលពួកបានហូបហូបហ្នឹងឥឡូវបងប្អូនមើលបងប្អូនយើងអ្នកភូមិអ្នកស្រុកនេះគាត់មកមើលពេញទឹកពេញដីហ្នឹងនៅឃើញការខ្ញុំក្មេងៗចឹងតែឥឡូវនេះមកទាំងចាស់ដែរហ្នឹងមិនមែនក្មេងណាមានចាស់មកដែរហ្នឹងផងងាកម៉ូតូឡានគេកូន